บសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកលេងសួនកំសាន្តមួយដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺនៅខាងជើងភ្នំស្រង់ដែលយើងចូលមកបរិវេណនៅខាងក្នុងគឺពិតជាសវរទៅដល់កន្លែងថតរូបច្រើនខ្លាំងមែនទែនបងប្អូនហើយកន្លែងនេះដែរគឺជារូបចម្លាក់សត្វខ្លាឃ្មុំដែលពួកខ្ញុំដើរមកឃើញហើយគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនហើយនេះជារូបចម្លាក់សត្វទន្សាយហើយនេះផងដែរគឺជាទ្រុងសម្រាប់ដាក់សត្វនៅខាងក្នុងអញ្ចឹងពួកខ្ញុំកំពុងតែដើរសម្ដៅទៅដើម្បីទៅមើលសត្វនៅខាងក្នុងនោះទាំងអស់គ្នាថាតើខាងក្នុងនោះមានសត្វអ្វីខ្លះអញ្ចឹងបងប្អូនចាំទៅមើលជាមួយនឹងខ្ញុំទាំងអស់គ្នាថាតើមានអ្វីខ្លះនៅខាងក្នុងនោះនេះគឺជាសកម្មភាពដែលពួកខ្ញុំកំពុងតែដើរសម្ដៅទៅកាន់ទ្រុងសត្វដើម្បីចង់ដឹងថាតើក្នុងនោះមានសត្វអ្វីខ្លះដែលគេដាក់នៅខាងក្នុងនោះចឹងពួកខ្ញុំកំពុងតែដើរទៅហើយនេះគឺជាសត្វសេកនិងសត្វសារកាកែវចឹងនៅខាងក្នុងទ្រុងនោះគឺមានសត្វបក្សីហើយខាងនេះដែរគឺជាសត្វខ្លាបងប្អូនទាំងអស់គ្នាមើលទៅខ្លានេះពិតជាធំខ្លាំងមែនទែនពេលដែលពួកខ្ញុំទៅគឺមានអារម្មណ៍ថាគួរឲ្យខ្លាចខ្លាំងណាស់បងប្អូនប៉ុន្តែមើលទៅ slow ទេអត់អីទេពេលដែលសម្លឹងមើលមុខយើងមានអារម្មណ៍ថាវាត្រូវការចំណីអញ្ចឹងហើយខ្ញុំក៏បានចូលទៅចិត្តដើម្បីថតវានេះគឺជាទ្រុងសត្វចិញ្ចឹមសត្វក្តាន់បងប្អូនទាំងអស់គ្នាពេលដែលពួកខ្ញុំដើរទៅចិត្តទ្រុងហ្នឹងគឺវានាំគ្នាដើរមកចិត្តយើងមានអារម្មណ៍ថាវាកំពុងតែត្រូវការចំណីពីពួកយើងពេលដែលឃើញមនុស្សទៅក្បែរវាគឺវារត់មករកឲ្យបងប្អូនទាំងអស់គ្នាហើយនេះដែរពួកខ្ញុំកំពុងតែឈរថតដែរអញ្ចឹងទៅវាស្មានថាយើងកំពុងតែឲ្យចំណីវាអញ្ចឹងវានាំគ្នាដើរមកចិត្តយើងនិយាយទៅនៅនេះដូចជាកូនក្តាន់គេតំតែយកមកដាក់តែអ្នកនរគ្នាស្អាតខ្លាំងមែនតើនេះដែរគឺជាទន្សាយស្អាតខ្លាំងណាបងប្អូនឃើញហើយចង់ចាប់មកផ្ទះខ្លាំងណាហើយខាងនោះគឺជាទន្សាយដែលខ្ញុំស៊ូមកាមេរ៉ាទៅចិត្តហ្នឹងទៅគឺជាស្អាតខ្លាំងមែនតើនៅកន្លែងនេះហើយនេះក្តាន់គឺពួកខ្ញុំកំពុងតែឲ្យចំណីវាបងប្អូនស្អាតតែនៅហ្នឹងអត់មានអីឲ្យវាស៊ីទេចឹងទៅពួកខ្ញុំក៏បានកាច់ស្លឹកឈើដើម្បីឲ្យវាស៊ីហើយឲ្យទៅពួកវាស៊ីមែនបងប្អូនវាពងតែដើមគ្នាស៊ីស្លឹកឈើហ្នឹងតែក្តាន់នេះគួរឲ្យស្រឡាញ់ខ្លាំងណាស់បងប្អូននិយាយទៅពេលឃើញមនុស្សទៅវាមានអារម្មណ៍ថាវាមកស្និទ្ធចិត្តយើងវាអត់ផ្អើលយើងឯងបងប្អូនហើយពេលដែលយើងហុចស្លឹកឈើអីទៅនេះវានាំគ្នាត្រេកអរខ្លាំងមើលទៅដូចជាវាកំពុងតែឃ្លានណាហើយនេះគ្នាខ្ញុំបានហុចស្លឹកឈើឲ្យវាហើយក៏ដដើមគ្នាដែរនៅបងប្អូនទាំងអស់គ្នាដដើមគ្នាហើយក៏បានហុចឲ្យមួយទៀតនិយាយទៅឃើញកន្លែងហ្នឹងគឺពិតជាអត់ខកបំណងហើយតែពេលដែលបងប្អូននាំក្មេងៗក៏ដូចជាកូនទៅលេងហ្នឹងគឺអត់ខកបំណងទេឡងថតរូបក៏ច្រើនដែរបងប្អូនទាំងអស់គ្នាឥឡូវពួកខ្ញុំកំពុងតែធ្វើដំណើរទៅខាងមុខទៀតបងប្អូននិយាយទៅកន្លែងហ្នឹងគឺកន្លែងកំសាន្តមួយនេះគឺពិតជាមានទីធ្លាទឹកធំទលាខ្លាំងមែនតើហើយនេះពួកខ្ញុំកំពុងតែដើរទៅខាងមុខទៀតដើម្បីទៅមើលខាងក្នុងហ្នឹងថាតើមានអ្វីខ្លះហើយក៏ជាលើកទី1សម្រាប់ពួកខ្ញុំមកនៅទីនេះដែរបងប្អូនទាំងអស់គ្នានិយាយទៅគឺប្លែកអារម្មណ៍ហើយស្រស់ស្អាតខ្លាំងមែនតើពេលដែលយើងមើលជុំវិញហ្នឹងវានៅក្បែរជើងភ្នំផងណាអ្នកនរគ្នាហើយនេះជាច្រកផ្លូវចូលដែលពួកខ្ញុំកំពុងតែដើរទៅមួយកន្លែងទៀតដើម្បីមើលទៅខាងក្នុងនឹងថាតើមានអ្វីខ្លះទៀតដែលពួកខ្ញុំអត់ដឹងហើយនេះដែរជាផ្លែកន្ទួតបងប្អូនពេលដែលខ្ញុំដើរមកខ្ញុំឃើញផ្លែកន្ទួតផ្លែឡើងជ្រៅដើមតាំងពីក្រោមរហូតដល់លើអញ្ចឹងក៏ខ្ញុំថតទៅហើយនេះគឺជាផ្លូវដែលពួកខ្ញុំកំពុងតែដើរទាំងដៅទៅរកកញ្ចក់ដើម្បីអង្គុយនេះគឺកញ្ចក់ដែលពួកខ្ញុំកំពុងតែដើរទៅដើម្បីដាក់អីវ៉ាន់និងញ៉ាំអីអញ្ចឹងពួកខ្ញុំកំពុងតែដើរទៅឲ្យបងប្អូនទាំងអស់គ្នាទៅស្អាតខ្លាំងណាស់កន្លែងហ្នឹងអត់មានកន្លែងទោសទេហើយកន្លែងថតរូបក៏អត់
ច្បាស់ប្លង់ថតដែរបងប្អូនតែគាត់ចូលចិត្តថតរូបទៅគឺអត់ខកបំណងហ្មងហើយនេះដែរគឺជាកញ្ចក់ដែលពួកខ្ញុំបានមកអង្គុយនៅកន្លែងនេះហើយអីដែលពិសេសខ្លាំងណាបងប្អូនទាំងអស់គ្នាកញ្ចក់ហ្នឹងគឺនៅទល់មុខមាត់ទឹកហើយមាត់ទឹកហ្នឹងណាបងប្អូនទាំងអស់គ្នាគឺក្បាច់រចនាមើលទៅបែបជាចិនបន្តិចជាអីបន្តិចតែខ្ញុំអត់យល់ថាជាអីដែរបងប្អូនតែសំខាន់នៅក្នុងទឹកហ្នឹងគឺមានចិញ្ចឹមត្រីបងប្អូននៅខាងក្នុងនេះមានចិញ្ចឹមត្រីក្រហមនិយាយទៅត្រីហ្នឹងស្អាតខ្លាំងនៅពេលដែលយើងបោះចំណីឲ្យវាស៊ីទៅវាឡើងមកស៊ីតែស្អាតខ្លាំងមែនតើពេលដែលឃើញត្រីហ្នឹងបងប្អូនទាំងអស់គ្នាហើយនេះដែរខ្ញុំកំពុងតែឈើថតត្រីហ្នឹងដោយសារតែឃើញវាស្អាតពេកនេះគឺជាសកម្មភាពដែលពួកខ្ញុំកំពុងតែដើរសំដៅទៅរកអាងទឹកបងប្អូនដោយសារតែនៅហ្នឹងគេដាក់ផ្លាកថាមានអាងទឹកសម្រាប់ងូតលេងដែរហើយនេះជាអាងទឹកសម្រាប់មនុស្សធំបងប្អូនទាំងអស់គ្នាអាងទឹកនេះខ្ញុំបានចុះសាកឲ្យបងប្អូនខ្ញុំចុះសាកធំកបរបស់ខ្ញុំឯងហើយទៅវាមកល្មមសម្រាប់មនុស្សធំលេងហើយនៅហ្នឹងគឺមានអាងទឹកសម្រាប់កូនក្មេងនិងមនុស្សធំតែនេះសម្រាប់តែមនុស្សធំឯងដែលគាត់អាចងូតបានដោយសារក្មេងៗគាត់មកនឹងងូតអត់កោទេបងប្អូនអីដែលសំខាន់ណាអាងទឹកហ្នឹងយើងមើលពីខាងលើទៅគឺឃើញជើងភ្នំច្បាស់កន្លែងតែហ្មងហើយនេះជាបន្ទប់ទឹកបងប្អូនទាំងអស់គ្នាខ្ញុំដើរកាត់ហ្នឹងមានអារម្មណ៍ថាស្អាតខ្លាំងមែនតើនៅពេលដែលគេតុបតែងរូបគូគំនូអីពេញហ្នឹងហើយពណ៌សំខាន់ពណ៌ហ្មងបងប្អូនទាំងអស់គ្នាគឺស៊ីប្លង់មែនតើពេលដែលខ្ញុំដាក់កាមេរ៉ាទៅហើយនេះបន្ទប់ទឹកគេបងប្អូនទាំងអស់គ្នាស្អាតខ្លាំងណាស់ហើយខ្ញុំកំពុងតែដើរសំដៅទៅកាន់អាងទឹកសម្រាប់មនុស្សក្មេងនេះខ្ញុំមកដល់នឹងហើយបងប្អូនទាំងអស់គ្នាអីដែលសំខាន់ឲ្យប្លែកខ្លាំងមែនតើហ្មងណាសម្រាប់បងប្អូនដែលគាត់មានកូនតូចអីអត់ខុសបំណងទេបងប្អូនទាំងអស់គ្នាមានតាំងពីស្គីជំរត់ទម្លាក់ទឹកអីដែលសំខាន់ណាបងប្អូនទាំងអស់គ្នាមានពងសម្រាប់ទម្លាក់ចម្រោតពីក្នុងទឹកបានទៀតបងប្អូនទាំងអស់គ្នាអត់ខកបំណងទេហើយទឹកហ្នឹងក៏អត់ជ្រៅដែរបងប្អូនទាំងអស់គ្នាខ្ញុំបានចុះសាកទៅធំចកេះខ្ញុំមែនបងប្អូនហើយសម្រាប់ក្មេងៗទូចគឺគាត់លេងប៉ុណ្ណឹងគឺល្មមខ្លាំងមែនតើអត់មានគ្រោះថ្នាក់អីទេហើយអីដែលសំខាន់ទៀតបងប្អូនទាំងអស់គ្នាគឺមានកញ្ចក់នៅគៀនហ្នឹងយើងអាចអង្គុយមើលកូនក៏ដូចជាក្មេងៗក៏ងូតទឹកនៅក្នុងហ្នឹងបានទៀតបងប្អូនទាំងអស់គ្នាទៀតទៅបងប្អូនទាំងអស់គ្នាកន្លែងហ្នឹងគឺកន្លែងថតច្រើនខ្លាំងមែនតើហើយនេះជាមួយផ្នែកតូចនៃការថតរបស់ខ្ញុំឲ្យបងប្អូនមើលអញ្ចឹងបងប្អូនចាំទៅតាមដានវីដេអូរបស់ខ្ញុំមួយទៀតដែលខ្ញុំនឹងធ្វើពីសកម្មភាពបន្តថាខាងមុខនឹងមានអីខ្លះចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនចាំទៅតាមដានវីដេអូក្រោយរបស់ខ្ញុំមួយទៀតចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយតភាគទាំងអស់គ្នាណាបងប្អូនបាយបាយ